ពលរបស់គ្នាបានបើកក្នុងការពិភាក្សាមកកជំពូក14ខ1ដល់ខ9បាយមិញយើងបានអានពិភាក្សាហើយគឺអត់ទាន់បាទអត់ទាន់នេះសូមបងប្អូនបានបើកក្នុងការពិភាក្សាមកកជំពូក14ខ1ដល់9បងប្អូនបើឃើញហើយយើងអានវាឆ្លើយឆ្លងជាមួយគ្នាកាន់តែពីមកកជំពូក14ខ1ដល់ខ9ក្រោយពីថ្ងៃនោះជាបនរំលងនិងបនរំបាំងឥតកំបែរឯពួកសង្គ្រាមនិងពួកអាចារ្យគេរកឱកាសនឹងចាត់ខ្លួនដោយឧបាយកលដើម្បីនឹងសម្លាប់គ្រូចោលតែគេថាកំពុងតែទ្រង់គង់នៅតុក្នុងផ្ទះស៊ីម៉ូនជាមនុស្សលំនៅភូមិបេថានីនោះមានស្ត្រីម្នាក់កាន់ដបថ្មកែវដាក់ប្រេងទេពរូសុទ្ធមានតម្លៃណាស់យកមកអំបែកដបនោះចាក់ប្រេងលើព្រះសិទ្ធព្រះយេស៊ូវក្បិតប្រេងនេះនឹងលក់បានជាង60រៀលដើម្បីចែកទានដល់ពួកអ្នកតនក្រវិញគេក៏រទូរទាំនឹងនាងតែត្រង់មានតែបន្ទោសថាកុំធ្វើនាងពីព្រោះអ្នករាល់គ្នាមានពួកអ្នកក្រនៅជាមួយជាដរាបហើយកាលណាអ្នករាល់គ្នាចង់ធ្វើគុណនឹងគេនោះចេះតែធ្វើបានតែចំណែកខ្ញុំមិននៅជាមួយជាដរាបទេមានបានធ្វើការអ្វីដែលមិនធ្វើបានគឺបានមកក្នុងពេលនោះមករៀបខ្លួនខ្ញុំជាការសម្រាប់ខកមកខ្ញុំយើងអានទាំងអស់គ្នាខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាកន្លែងណាដែលគេនឹងផ្សាយដំណឹងល្អនេះទូទៅគ្រប់ក្នុងលោកីទាំងមូលនោះគេតែងតែនឹងដំណើរពីការដែលមានបានធ្វើឲ្យនេះទុកសម្រាប់លោកីមានតទៅបាទអរគុណដល់បងសូមជួបចិត្តមេអនុឋានជាមួយខ្ញុំយើងសូមបញ្ញាមកបងប្រមុខចាអើយគុំសូមអរចាយនៃគុំព្រមសូមថ្វាយការសរសើរដល់ការព្រះបន្ទូលព្រះរបស់ព្រះគុំទាំងអស់គ្នាអរគុណព្រមសម្រាប់ការអានព្រះគម្ពីរនៃព្រះបន្ទូលសូមព្រះវិញ្ញាណបរិសុទ្ធបាននាំទូព្រះបន្ទូលទាំងអស់គ្នាពិចារណាព្រះបន្ទូលរបស់ព្រះអង្គសូមបើកសម្ដែងទូព្រះបន្ទូលទាំងអស់គ្នាបានយល់ពីបំណងមហាទេរបស់ព្រះអង្គពីព្រះបន្ទូលរបស់ព្រះអង្គបាត់យើងខ្ញុំទាំងអស់គ្នាត្រូវការជំនួយរបស់ព្រះអង្គហើយសូមយាមវត្តមានរបស់ព្រះអង្គបានគង់នៅកណ្ដាលចំណោមទូព្រះបន្ទូលសូមបណ្ដេញអស់ទាំងវិញ្ញាណអាក្រក់នាំឲ្យទូព្រះបន្ទូលមានគំនិតសង្ស័យលើព្រះបន្ទូលរបស់ព្រះអង្គផងដែរសូមទ្រង់បានជួយព្រះបន្ទូលទាំងអស់គ្នាបានយល់ព្រះបន្ទូលរបស់ព្រះអង្គដើម្បីប្រើជាប្រយោជន៍សម្រាប់ជីវិតរស់នៅក្នុងការបម្រើព្រះអង្គទូព្រះបន្ទូលទូសូមជាមួយជាមួយព្រះអង្គដែលនៅនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនបាទអរគុណដល់ពេជ្រម្ចាស់ថ្ងៃនេះយើងរៀនជាមួយគ្នាតទៅនឹងការអ្វីដែលអ្នករាល់គ្នាអាចធ្វើបានការអ្វីដែលយើងគិតថាយើងអាចធ្វើបានសូមឲ្យយើងបានធ្វើហើយយើងធ្វើសម្រាប់អ្នកណាគឺធ្វើសម្រាប់ថ្វាយដល់ពេជ្រម្ចាស់ត្បិតជីវិតយើងរស់នៅលើផែនដីរបស់ព្រះអង្គយើងដឹងហើយថាយើងត្រង់តែស្នាក់ហើយសញ្ចរនៅលើផែនដីរបស់ព្រះអង្គតាមពេលវេលាកំណត់ណាមួយព្រះអនុញ្ញាតឲ្យយើងបានចេញពីផែនដីទៅហើយថ្ងៃនេះយើងរៀនជាមួយគ្នាតទៅនឹងកិច្ចការដែលអ្នកដែលបានធ្វើកិច្ចការថ្វាយដល់ព្រះម្ចាស់ហើយការនោះវាជាប់រហូតណាអស់រយៈពេលជាង 2000 ឆ្នាំហើយដែលគេដំណើរអំពីរឿងដែលស្ត្រីយកប្រេង
ទេពរុសុទ្ធណាយកមកចាត់លើប្រសេរបស់អង្គដើម្បីជាការស្វាយស្រីរំលឹកស្វាយស្រីល្អដល់ព្រះជាម្ចាស់ថ្ងៃនេះយើងរៀនជាមួយគ្នាអំពីកិច្ចការដ៏ធំនេះបាទយើងឃើញថាពេលដែលព្រះយេស៊ូវកំពុងតែគង់នៅផ្ទះរបស់លោកស៊ីម៉ូនដែលជាមនុស្សលោកយើងឃើញមានស្ត្រីម្នាក់ដែលបំបែកប្រេងក្រអូបមានតម្លៃណាស់ហើយចាក់លើប្រសេព្រះយេស៊ូវហើយការដែលថ្វាយអ្វីដែលយើងអាចមានណាយើងមានហើយថ្វាយទៅព្រះយេស៊ូវនោះនាំមកនៅព្រះពរបានជាការដែលយើងថ្វាយអ្វីក៏ដោយថ្វាយពេលវេលាថ្វាយពលកម្មថ្វាយអីទាំងអស់ទៅដល់ព្រះនោះនាំឲ្យយើងបានទទួលព្រះពរពីព្រោះការដែលយើងថ្វាយដល់ព្រះមិនបានទេរង្វាន់មិនបានទេព្រះពរណាពីព្រោះយើងឃើញថាព្រះយេស៊ូវទ្រង់មានបន្ទូលហើយទ្រង់លើកសរសើរដល់នាងដែលបានធ្វើកិច្ចការយ៉ាងល្អនេះតែព្រះអង្គបានមានបន្ទូលថានាងបានធ្វើការអ្វីដែលនាងបានធ្វើយើងឃើញនៅក្នុងខ8ហើយនេះជាឧទាហរណ៍យ៉ាងល្អសម្រាប់យើងគ្រប់គ្នាយើងពិចារណាជាមួយគ្នាសម្រាប់មេរៀននេះនៅថ្ងៃនេះបាទហើយធ្វើអ្វីដែលយើងអាចធ្វើទៅបានកិច្ចការអ្វីដែលយើងអាចធ្វើបានការអ្វីដែលយើងមិនអាចធ្វើបានទេមិនបាច់ខំប្រឹងចង់ធ្វើដូចនេះចង់ធ្វើដូចនោះអត់ត្រូវទេសូមធ្វើអ្វីដែលយើងអាចធ្វើបានពីព្រោះព្រះទ្រង់ទទួលអ្វីដែលយើងមានណាបាទដូច្នេះថ្ងៃនេះយើងពិចារណាមាន3ចំណុចសំខាន់ទី1យើងស្អាងសេចក្តីជំនឿរបស់មានន័យថាទី1ស្អាងសេចក្តីជំនឿរបស់យើងឡើងបាទតាមបទគម្ពីរយ៉ូហាន41ចំពោះ5ខ4ចំណុចទី2យើងស្អាងសេចក្តីជំនឿរបស់អ្នកជឿដទៃទៀតឡើងដែរចំណុចទី3យើងស្អាងរូបកាយនៃព្រះគ្រីស្ទដែរថ្ងៃនេះយើងរៀន3ចំណុចនេះតាមបទគម្ពីរដែលយើងបានអានចំណុចទី1ស្អាងសេចក្តីជំនឿរបស់យើងឡើងនៅក្នុងកម្មគម្ពីរយ៉ូហានខ្សែទី1ចំពោះ5ខ4ដោយសារសេចក្តីជំនឿយើងអាចមានជ័យជំនះនិងមានប្រសិទ្ធភាពដោយសារសេចក្តីជំនឿរបស់យើងមានជ័យជំនះគ្រប់កលៈទេសៈទាំងអស់យើងចំណុចមួយទៀតយើងចំណាយពេលដើម្បីនឹងបង្កើតឲ្យមានសេចក្តីជំនឿបងប្អូនដែរតាមរយៈទី1ទៅយើងចំណាយពេលអានព្រះគម្ពីរគឺជាព្រះបន្ទូលរបស់ព្រះដូច្នេះសូមឲ្យយើងបានអានព្រះគម្ពីររាល់ថ្ងៃហើយខ្ញុំតែងតែបង្ហោះខគម្ពីរឬក៏លំនាំអានព្រះគម្ពីរនៅក្នុងគេហទំព័ររបស់ខ្ញុំហើយយើងតែងតែដកស្រង់ខគម្ពីរខ្លះបានបង្ហោះទៅហើយខគម្ពីរខ្លះដែលពិបាកយល់ក៏អត់បានបង្ហោះដែរពីព្រោះបង្ហោះទេក៏អត់ពិបាកយល់ហើយបើខ្លួនឯងពិបាកយល់ហើយអញ្ចឹងបង្ហោះទៅអ្នកផ្សេងទៀតអានក៏ពិបាកយល់ដែរបានជាពេលខ្លះខ្ញុំគ្រាន់តែចង់សារភាពប្រាប់ថាខ្ញុំមិនអាចនឹងយល់ព្រះបន្ទូលរបស់ព្រះអង្គទាំងអស់បានទេប៉ុន្តែខ្ញុំជឿលើព្រះបន្ទូលរបស់ព្រះអង្គពីព្រោះព្រះបន្ទូលរបស់ព្រះអង្គមកមានការបើកសម្ដែងនេះយើងមិនអាចនឹងស្គាល់មិនអាចនឹងយល់ដូច្នេះបានជាហេតុអីយើងត្រូវអានទាំងអស់ពីព្រោះយើងអានតែពេលខ្លះយើងអាននៅក្នុងពេលវេលាណាមួយព្រះអង្គនឹងបើកសម្ដែងតែយើងអានច្រើនដងព្រះអង្គនឹងបើកសម្ដែងបានយល់ផងដែរដូច្នេះការអានព្រះគម្ពីរអ្នកខ្លះបានប្រាប់ខ្ញុំថាខ្ញុំអាន5ចប់ហើយខ្លះ7ចប់ផងហើយខ្ញុំប្រាប់ថាខ្ញុំអានដល់ចប់ជឿព្រះជិត40ឆ្នាំហើយពីព្រោះអានទៅចិត្តទៅឃើញការបើកសម្ដែងថ្មីឡើងថាខដដែលខំអានច្រើនមកហើយនៅតែឃើញថ្មីឡើងទៀតនេះមានន័យថាព្រះបន្ទូល
ដល់រួមព្រះបន្ទូលមានគ្រប់បច្ចេកទេសបានជាយើងឃើញនៅក្នុងបទចម្រៀងមួយថាព្រះបន្ទូលទ្រង់មានរឹតអនាគតដល់តាមពេលវិញនិងរបស់សពដើរទៅដូច្នេះសូមឲ្យយើងបានខំប្រឹងឲ្យបានចម្រើនឡើងតាមរយៈការអានព្រះគម្ពីររាល់ថ្ងៃបើកាត់យើងឃើញនៅក្នុងកម្មវិធីគម្ពីររ៉ូមជំពូក10ខ17នៅណាក៏បានឃើញសូមបានអានគម្ពីររ៉ូមជំពូក10ខ17បាទអរគុណលោកគ្រូយើងឮដោយសារព្រះបន្ទូលរបស់ព្រះអង្គព្រះបន្ទូលរបស់ព្រះអង្គក៏តែជួយឲ្យយើងបានជឿមួយទៀតកាន់ព្រះគម្ពីរម៉ាកុសជំពូក11ខ22 24នៅណាក៏បានបាទសូមអាននៅក្នុងកាន់ព្រះគម្ពីរម៉ាកុសជំពូក11ខ22 24បាទអរគុណដូច្នេះសំខាន់ណាស់យើងចំណាយពេលក្នុងការអធិដ្ឋានហើយយើងត្រូវតែជឿគ្រប់ចិត្តអ្នកខ្លះបានត្អូញត្អែប្រាប់ថាខ្ញុំអធិដ្ឋានប៉ុន្តែគឺជាដែលអត់បាទអត់បានផលប្រយោជន៍អ្វីសោះអង្គអ្នកបងប្អូនយើងគាត់ទៅពាក្យអូនដែរប៉ុណ្ណឹងមានន័យថាយើងបដិសេធក្នុងការទៅមិនទទួលស្គាល់ការអធិដ្ឋានដូច្នេះតើយើងគួរចង់បានបើសិនជាយើងអធិដ្ឋានហើយយើងថ្វាយដល់ព្រះហើយសូមឲ្យយើងបានរងចាំសូមឲ្យយើងរងចាំពីព្រោះការដែលយើងអធិដ្ឋានទូលដល់ព្រះអង្គក៏បានបង្រៀនអំពីការអធិដ្ឋានដូចប្រៀបដូចជាអ្នកដែលគួរបាទព្រះបានប្រាប់ថាចូលគួរនោះតែងតែបើកឲ្យអ្នកចូលគួរចូលសូមតែងតែនឹងឲ្យអ្នកដូច្នេះយើងម្នាក់យើងមិនចិនណាក្នុងការដែលយើងអធិដ្ឋានសូមជួយបើកភ្លើងបន្តិចដោយសារបើយើងចំណាយពេលជាមួយនឹងព្រះដោយឡែកណាអរគុណដល់ព្រះអង្គនៅក្នុងការពិភាក្សាម៉ាកុសជំពូក14ខ32ដល់ខ41អរគុណអ្នកបងប្អូនយើងត្រូវតែចំណាយពេលដោយឡែកទោះបីយើងធ្វើកិច្ចការអ្វីផ្សេងយើងចំណាយពេលអារម្មណ៍របស់យើងប្រកបចិត្តស្និទ្ធជាមួយនឹងព្រះអង្គខ្ញុំសូមអានជូននៅក្នុងម៉ាកុសជំពូក14ខ32ដល់ខ41នោះក៏មកដល់កន្លែងហៅថាច្បារកេសេម៉ានីហើយទ្រង់មានបន្ទូលទៅទូលសិស្សថាចូលអង្គុយនៅទីនេះសិន
chăm nhung từ ảnh hàn luôn cơ dông về trong và công nâng vô hàn từ chỉ buổi đại luôn chăm tăng miên về hào tế con ở phiang dịch lặng hỏi tóc rồi món nào có miên bẩn tu từ kịp hạ chất nhung ruồi dịch lặng tân tài được lặng cho nên chỉ đi chăm diễm cho rút ca luôn bàn diễm từ một phần tay lúc luôn cũng đẹp ra on cắt rồi phép trong ảnh hàn xôm ở bên lìa ninh ban tầm lòng khu vì chuông tây bản thân chỉ bản luôn biết bằng trung thả o áp ba về bông đá ơi luôn ai nâng phương ca chẳng o cao xôm dông về đi chơi vì chung một cùng họ con tay xôm tam chất chung một cùng lào xôm sầm bạch tam phải hào tây luôn vịnh luôn cho lọt một vịnh khơi phụ sắc còn cung đầy đủ có miên bằng tôi nâng về trọc hạ nét đầy đủ đây ta nâng chăm diêm ta mùi máu mình bàn nữ chỗ ơi chăm diêm hỏi ăn than cho làm bây còn ơi ca miên đây là buông loan chân tàu vì nhiên trong fragment ta sạch khiêm soi thì ruột ruông trên tới ăn than lo tiền đôi mình tu chia sẻ đây đó đây ca ruông bàn diêm rồi lòng một mình lúc có khơi kia mình cũng đây được tiền bất nên nhiên quân trung kê mình đang luôn việc tu loi mình luôn tha luôn mấy tiền trung bàn riêng bao riêng mình lúc bây đó biết mình tu thả thì lấy lý nơi tại đây luôn hỏi thầm ra thầm làm kia thứ còn nâng cho còn mất lo hậu mưa có mình lúc nâng trời mình chun tay trong phần đọc đây đây mình lúc liên bản chốt câu lại dương tay nó nét đây mình chun trong vì chết lo hậu ông có nói về kinh doanh nhưng khi đi cùng lưu nông cài một lên về trở lại về ăn hàng đôi chân đấy nhưng khi Giêsu ban ăn hàng được về nào về môi đấy để trong sầm vai chân non phụ sắc tới ăn hàng hai trong ban prap ở trăm nhiều còn đấy cái ban phương tam ông đại bảo dương ban an bánh bánh như khuyên đâu cũng cái bán đầy luôn và đôi chân dương mình em nhé dương xua luôn dương ta dương đầy luôn ta được ta dương ban ra mình du bọc ong bọc ăn quạt đây ở đấy không phải dương ban này pijana chẳng nhóm đem ông nhạc một bồn phê phát dương có miếng tổng sao vậy bắt từ khi ban ra phải cho mình du bọc ong ban cháy thả phần lâm nhiên trong việc sai mềm và sai chiều sầu phần mềm ở trong bàn chiều thì sai chiều sầu còn cái dương trong óc kia dương mình rơi ở sai chiều dương đi chỉ ốc tiêu dương nét mình to kia đôi khác dương rơi ra cho mai viên ăn hàng chừng nuôi đồng bể bài này thấy các ăn hàng mình men trong tam bồng non bao nhiêu đi hay những người mà Giêsu trong này trong chỉ biết tha trong nên sự cuộc trong ban tu từ cái vùng gia tha bờ ban đấy tôi phải về đi ban được bóng hoặc tu vùng này còn đấy trong đấy tôi trong trong ban ban tu đó cái vùng gia tha tôi phải tam được hà tây bóng liền ban kia trong mấy nick trong tiền nhau mau trong mấy những pijana trong mỗi tiền về các dương ăn than nhưng trong tập an trong tập lao to tam ở đây là đại dương trong này đấy không học được chẳng trong ông luôn ông cổ con cái hai tay bọc bóng đại dương sâu đúng chúng ta không phi cùng nên đại dương sâu ban kia vì số ban phần tiêm ăn buồn ban bằng hai đấy bản thân cái ban rồi tam hà tây luôn chọn bản thân cái bán rồi tam hà tây luôn chọn ban gồm bán rồi còn bán chọn rồi đấy đứng đấy ban kia dương nó tiêm nhẹ nhẹ
សូមយើងបានរៀនពីការចុះចូលតាមរយៈការអធិដ្ឋាននេះហើយមួយទៀតតកតងទៅនឹងការអានសេចក្តីជំនឿរបស់យើងរាល់គ្នាយើងប្រើអំណោយទានរបស់យើងម្នាក់យ៉ាងសកម្មនៅក្នុងកិច្ចការបម្រើដូច្នេះយើងអ្នកយើងសិតតែមានគេហៅថាអំណោយទានផ្សេងដែលឡើងគ្នាមែនទេអ្នកនេះមានអំណោយទានខាងនេះអ្នកនោះមានអំណោយទានខាងធ្វើប្រើអ្នកខ្លះមានអំណោយទានខាងធ្វើជាម៉ាស៊ីនអ្នកខ្លះមានអំណោយទានខាងធ្វើចំការដូចផងនេះដូចហ្នឹងដែរគាត់មានអំណោយទានខាងចំការបាទតែមានអំណោយទានច្រើនគឺជាផ្ទះផងនេះបាទប៉ុន្តែឲ្យធ្វើឡានអត់ចេះធ្វើទេដូច្នេះយើងមានអំណោយទានផ្សេងទៀតអំណោយទានយើងដាច់ដោយពីទៀតបានជាយើងប្រើប្រាស់អំណោយទានសម្រាប់បម្រើអ្នកដទៃមិនមែនប្រើអំណោយទាននឹងសម្រាប់ខ្លួនឯងទេទោះថាស្ដេចចម្រៀងណាដែលគេឲ្យថាអធិរាជសម្លេងមាសណាមានបើប្រុសទិនពីសមុទ្រអញ្ចឹងទៅបើស្ត្រីគឺរស់ស្រីវិធាណាតើគាត់មានអំណោយទានជ្រាបពីរឿងហ្នឹងសម្រាប់ខ្លួនគាត់ឬក៏សម្រាប់អ្នកដទៃបាទខ្ញុំហ្នឹងហើយដូច្នេះមានអ្នកខ្លះជ្រៀងទៅដូចមនកោនៅក្នុងគ្រួសារខ្ញុំមានកូនទី2អត់ចេះជ្រៀងហើយជ្រៀងដូចមនកោដូច្នេះអំណោយទានដែលជ្រាបពីរឿងហ្នឹងគឺសម្រាប់អ្នកដទៃស្ដាប់ទៅពីរឿងណាហើយបើសិនជាមិនសម្រាប់អ្នកដទៃមានប្រយោជន៍ទេជ្រាបពីរឿងមែនទេនេះខ្ញុំគ្រាន់តែលើកឧទាហរណ៍អំពីការប្រើប្រាស់អំណោយទានហើយមួយទៀតយើងត្រូវអនុវត្តតាមសេចក្តីជំនឿរបស់អ្នកដើម្បីឲ្យបានចម្រើនឡើងដូច្នេះសេចក្តីជំនឿរបស់យើងបន្តិចម្ដងមិនមែនមានន័យថាចាប់ផ្ដើមជឿព្រះអង្គយើងត្រឡប់ភ្លាម 100% បាទយើងផ្លាស់ប្រែបន្តិចម្ដងអរគុណដល់ព្រះដូច្នេះយើងត្រូវអនុវត្តណាតាមសេចក្តីជំនឿរបស់យើងបន្តិចម្ដងដើម្បីឲ្យចម្រើនឡើងហើយមួយទៀតយើងសង្ឃឹមថាព្រះអង្គទ្រង់នឹងប្រើជីវិតរបស់យើងអ្នកសម្រាប់ជាទីបញ្ចេញពរដល់មនុស្សដទៃទៀតអស់លោកអ្នកបងប្អូនតើបងប្អូនជឿទេថាព្រះទ្រង់ប្រើអស់លោកអ្នកទាំងអស់គ្នាតាមអំណោយទានដែលអ្នករាល់គ្នាមានហើយជាទីបញ្ចេញពរដល់គេគ្រប់គ្នានៅពេលដែលយើងជឿទុកចិត្តព្រះអង្គហើយយើងអនុវត្តតាមរៀនតាមព្រះបន្ទូលរបស់ព្រះអង្គនោះហើយយើងនឹងជាទីបញ្ចេញពរដល់អ្នកផ្សេងទៀតដែលគេអត់ទាន់ស្គាល់ព្រះមនុស្សដែលអត់កោតខ្លាចព្រះគេនឹងមើលពីគំរូពីជីវិតរបស់យើងដែលរស់នៅកោតខ្លាចព្រះធ្វើតាមព្រះបន្ទូលរបស់ព្រះយើងជាមនុស្សមិនមែនជាមនុស្សដែលគ្រប់លក្ខទេយើងតែងតែកំពុងអំពើបាបយើងទទួលស្គាល់កំសោយរបស់យើងម្នាក់ខាងសាច់ទាវបានយើងអរលោកអ្នកបងប្អូនយើងសង្ឃឹមណានឹងប្រើប្រាស់ជីវិតរបស់យើងម្នាក់ឲ្យត្រឡប់ទៅជាទីបញ្ចេញពរដល់អ្នកដទៃកុំឲ្យប្រើប្រាស់ជីវិតឲ្យត្រឡប់ទៅជាទីក្តៅក្រហាយដល់អ្នកដទៃបងប្អូនបើសិនជាគម្ពីរបានប្រាប់ថាបើយើងស្អប់អ្នកណាស្មើនឹងយើងសម្បត្តិគេដែរមែនអត់មិនដែលអ្នកដែលស្អប់គេធ្វើមុខឲ្យខ្ញុំដាក់អ្នកស្អប់ទេប្រកបជាធ្វើមុខគឺគេយកចងបាញ់ចោលនេះប៉ុន្តែបើសិនជាយើងមានសេចក្តីស្រឡាញ់
នាំឲ្យយើងប្រើប្រាស់ទឹកមុខណាផូរផង់ឡើងដូច្នេះបានជាគម្ពីរបានប្រាប់យើងច្បាស់ថាយើងស្អប់អ្នកណាស្មើនឹងយើងសម្រាប់យ៉ាងនេះហើយអញ្ចឹងតែយើងរួចខ្លួននេះពីអំពើបាបយើងអត់រួចខ្លួននេះបានជានៅក្នុងចំណុចទី1នេះស្អាងសេចក្តីជំនឿរបស់យើងឡើងណាសង្ឃឹមថាព្រះនឹងប្រើជីវិតរបស់យើងម្នាក់ៗសម្រាប់ជាទីបញ្ចេញពរដល់អ្នកដទៃចំណុចទី2ស្អាងសេចក្តីជំនឿរបស់យើងដើម្បីអ្នកដទៃទៀតបានចម្រើនឡើងដែរនៅក្នុងកាន់ទឹកពីរ៉ូចំពោះ14ខ19អ្នកណាក៏បានសូមបើកទៅក្នុងកាន់ទឹកពីរ៉ូចំពោះ14ខ19សូមអានបាទគម្ពីររ៉ូមចំពោះ14ខ9បាទខ19បាទរ៉ូមចំពោះ14ខ19រ៉ូមជំពូក14 ខ 19 តែដូច្នេះត្រូវឲ្យយើងដឹងតាមអស់ទាំងសេចក្តីដែលនាំឲ្យនៃកៃគ្នានិងសេចក្តីទាំងប៉ុន្មានដែលជួយស្អាតចិត្តគ្នាទៅវិញទៅមកវិញអានមកទៀតបាទកុំឲ្យកំផ្លាញការព្រះដោយព្រោះតែហូបណាមួយឡើយគ្រប់របស់ទាំងអស់ឈ្មោះថាស្អាតមែនតែនៅមែនជាអាក្រក់ដល់អ្នកណាដែលបរិភោគដោយប្រទាំងវិញបាទអរគុណបងបានជានៅក្នុងខ19នេះយើងឃើញថាត្រូវឲ្យយើងបានដេញតាមអស់ទាំងសេចក្តីដែលនាំឲ្យមានប្រយោជន៍បងប្អូនគិតមើលអ្វីទៅដែលនាំឲ្យមានប្រយោជន៍ណាមានមេត្រីតាមរយៈការទំនាក់ទំនងបើយើងញញឹមដាក់គេគេតបវិញយ៉ាងម៉េចណាគេនឹងញញឹមដាក់វិញណាបើក្មេងៗកំឡោះហើយកំងប្រយ័ត្នខ្លួនទៅដែរបាទពីព្រោះអាស្នាមញញឹមនឹងមិនធម្មតាទេបាទជួនកាលអាយុតពីណាមកក៏វាចំមុខកំឡោះណាហ្នឹងបាទទុំជុំក្រោយអញ្ចឹងអតិពលនៃការញញឹមហ្នឹងគឺសំខាន់ណាស់បានជាបទគម្ពីរបានបង្រៀនយើងអំពីការដែលយើងរៀនអំពីការដេញតាមសេចក្តីមេត្រីណាដូច្នេះយើងឃើញថាគ្រីស្ទានទាំងអស់ត្រូវតែជួយស្អាងជំនឿទៀតទៅវិញទៅមកកុំឲ្យសម្លឹងរកមើលកំហុសអ្នកជឿដទៃទៀតបាទអ្នកខ្លះចូលចិត្តចាប់យកកំហុសអ្នកដទៃបានជាយើងទាំងអស់គ្នាសូមឲ្យយើងបានរៀនអំពីការដែលមើលអំពីគុណសម្បត្តិរបស់មនុស្សដទៃកុំឲ្យយើងសម្លឹងមើលកំហុសអ្នកជឿដទៃទៀតណាទី1កុំឲ្យនិយាយការមិនល្អពីគេតទៅសោះបាទអរលោកអ្នកបងប្អូនការដែលយើងនិយាយការអាក្រក់ពីអ្នកដទៃនោះវាបង្ខូចទាំងខ្លួនយើងផងដែរពីព្រោះធ្វើឲ្យអារម្មណ៍របស់យើងនឹងងូមកប៉ុន្តែបើសិនជាយើងមិននិយាយទេមានណាថាយើងទៅហើយពីព្រោះតើវាចម្រើនទេយើងអត់មានចម្រើនទេដូច្នេះកុំឲ្យយើងបើករឿងអាក្រក់និយាយដើមពីអ្នកដទៃយើងជាអ្នកជំទាវណាបាទចំណុចមួយទៀតយើងត្រូវចេះរកមើលការល្អប្រសើរនៅក្នុងគេផងដែរពីព្រោះម្នាក់វាមានទាំងគុណសម្បត្តិនិងគុណវិបត្តិគ្មានអ្នកណាមួយធ្វើការល្អ100%ពេញមួយជីវិតនឹងល្អរហូតអានឹងខ្លាយទៅជាទេវតាហើយមែនទេបាទទេវតាមានអាក្រក់មានល្អដែរមានទេវតាអាក្រក់ណាទេវតារបស់គួររៈអាក្រក់ដូច្នេះ
យើងត្រូវរកមើលការល្អប្រសើរនៅក្នុងគេផងចំណុចមួយទៀតអ្នកជឿមិនទាន់គ្រប់លក្ខនៅឡើយទេគ្រាន់តែបានទទួលការអត់ទោសមកពីព្រះគ្រប់លក្ខនៅពេលដែលចេញពីផែនដីទៅនៅជាមួយនឹងព្រះនឹងគ្រប់លក្ខហើយដូច្នេះគ្មានអ្នកណាមួយគ្រប់លក្ខឯងទាំងអស់លោកអ្នកបងប្អូនទាំងខ្ញុំពីព្រោះយើងជាមនុស្សតែងតែកំពុងអំពើបាបដូច្នេះកុំឲ្យអ្នកជឿឯទៀតត្រូវកំពុងខ្លួនសូមឲ្យយើងប្រយ័ត្នកុំឲ្យអ្នកជឿឯទៀតត្រូវកំពុងខ្លួននៅក្នុងតាំងពីគម្ពីររ៉ូមចំពោះ14ខ21បានចែងថាគួរតែកុំឲ្យបរិភោគសាច់ឬស្រាទំពាំងបាយជូរឬអ្វីដែលនាំឲ្យបងប្អូនចំពោះឬរបៀបចិត្តឬធ្វើឲ្យខ្សោយឡើយអរលោកអ្នកបងប្អូនសូមឲ្យយើងគិតណាការដែលយើងធ្វើអ្វីនាំឲ្យគេចំពោះចិត្តនោះមានន័យថាយើងកំពុងតែសាងកំហុសដែរដូច្នេះយើងគិតអំពីសមាជិកដែលខ្សោយនៅក្នុងពួកជំនុំពីព្រោះយើងទាំងអស់គ្នាមានអ្នកខ្លះមានជំនឿមាំរឹងមាំហើយក៏មានអ្នកខ្លះទៀតក៏មានកំសោយដែរហើយមួយទៀតយើងត្រូវតែត្រួតត្រាលើអាកប្បកិរិយារបស់ខ្លួនយើងដើម្បីកុំឲ្យបំផ្លាញការរបស់ព្រះឲ្យសោះសូមប្រយ័ត្នពេលខ្លះអាកប្បកិរិយារបស់យើងវានាំចូលទៅដល់ការបំផ្លាញកិច្ចការរបស់ព្រះត្រូវជួយតម្រង់ណាពេលដែលអ្នកជឿទៅទេទៀតបានធ្វើខុសដោយយើងបានគិតអំពីការដែលយកអាសាគ្នាទៅវិញទៅមកនៅក្នុងការកាត់ពីកាឡាទីជំពូក6ខ2អ្នកណាក៏បានសូមបើកទៅក្នុងកាឡាទីជំពូក6ខ2បើអានខ1ខ2ទៅអ្នកណាក៏បានដែរបានអ្នកណាក៏បានសូមអានកាឡាទីជំពូក6ខ1ខ2កាឡាទីជំពូក6ខ1ខ2អរបងប្អូនអើយបានទាន់ឃើញមនុស្សណាសុខអ្វីនោះតែរកគ្នាដែលដើរដោយព្រះមានចូលតម្រង់អ្នកនោះដោយចិត្តរៀបរងទាំងប្រយ័ត្នខ្លួនឯងផងដែលត្រូវចិត្តដែរពីចូលយកអាសាគ្នាទៅវិញទៅមកនោះគឺបានសម្រេចតាមក្រឹតវិន័យនៃព្រះគ្រីស្ទបាទអរគុណព្រះអង្គដូច្នេះយើងត្រូវតែធ្វើជាគំរូដោយពាក្យសម្ដីការប្រព្រឹត្តសេចក្តីស្រឡាញ់ណាធ្វើជាគំរូដោយសេចក្តីជំនឿហើយនឹងសេចក្តីបរិសុទ្ធផងដែរពិតមែនហើយយើងម្នាក់យើងតែងតែមានចំណុចឆ្គាំឆ្គងបានជាពេលខ្លះព្រះបន្ទូលព្រះអង្គបានចែងថាកុំឲ្យឃើញតែកំតិចស្បើនៅក្នុងភ្នែកបងប្អូនអ្នកបាទកំតិចស្បើទូចមួយយើងមើលឃើញសូមប្រយ័ត្នធ្នឹមនៅក្នុងភ្នែកយើងផងដែរនៅក្នុងចំណុចទី3ស្អាងរូបកាយនៃព្រះគ្រីស្ទដែរបើយើងទាំងអស់គ្នាជាអវយវៈរបស់អង្គទ្រង់នៅក្នុងកាន់ពីគម្ពីរអេភេសូតចំពោះ4ខ11 16អ្នកណាក៏បានសូមបើកទៅកាន់ពីគម្ពីរអេភេសូតចំពោះ4ខ11 16
bạn nên nào bán xong bỏ cờ trở lắng án Jadi tahu di pokok orang mui orang đọc vào mùi đọc mũi đọc vào đọc vào mùi orang mui. Jadi tahu di pokok orang mui. Trong ban đầu tiên ở nhà là ban đầu tiên sẽ là kia từ là lái là kia từ cái là đó là kia từ miếng là kia từ biển rồi tí bây giờ nhân nó thuốc rồi sốt ban đầu tiên là cơ ca núi ai năng sang cái lan vậy có tài dư rồi kia bàn hút ruộng ai sẽ đầy như ruộng Israel nào ban coi của đi ra một cái tôi kia kẻ cái con ban cái chủ chia lúc nào còn nát còn thuốc này sẽ đầy cô bên còn sẽ đi còn muốn làm mấy con ao dơ nơi khi cô tôi kia tiền rơi khúc tiền cho này sự này còn miền bao rồi hát dương chóc lại đau sự đây cho bao rồi còn lúc rồi đau của bạn tao lại cái ra mình lo rồi dùng gì dùng nào lắm cái đau căng tam sự đây vứt đau sự đây sửa lại lính lúc ao dơ bằng không lợi hàng lúc ca để lòng trung đại trung chia sẻ xã chia kề núi đại lúc cái chèo mua bằng cúng bằng cúng hơi có bia mốc tim cũng tàu xa lúc chèo nát đại lúc cúng ao các hát càng nghĩa rồi con ở đây núi lúc cái bàn còn cả lá cả mây nên chuôn nông sạch đầy lành bạn ở cùng đóដូចនេះយើងគួរស្វែងយល់ណាយើងស្អាតរូបកាយឡើងតាមរយៈសេចក្តីស្រឡាញ់មួយការនិយាយស្ដីក្នុងសេចក្តីស្រឡាញ់បាទនិយាយស្ដីក្នុងសេចក្តីស្រឡាញ់គឺយើងមានតែពាក្យលឿនទឹកចិត្តយើងអត់មានពាក្យមើលងាយឬក៏បន្ទោសការបន្ទោសប្រហែលជាយើងអាចបន្ទោសដែរប៉ុន្តែត្រូវតែនិយាយចំចំណុចល្អរបស់គេបាន3ឬ4សិនចាំលើកពីចំណុចខ្សោយមួយនោះគេអាចនឹងទទួលបានយល់ទេញ៉ាំប៉ុន្តែយើងធ្លាប់ឃើញអ្នកណាមួយទៅដល់និយាយល្អសិនហើយបានបន្ទោសក្រោយធ្លាប់ទេអត់ទេណាទៅដល់មានចង្អុលក្បាលខាងក្រោយមែនទេដូច្នេះសួរថាតើកម្មកិរិយាហ្នឹងអ្នកភាគីម្ខាងទៀតទទួលបានអត់បាទទោះបីកូនវ័យក៏អត់ទទួលដែរកុំថាដល់មនុស្សចាស់ដល់មនុស្សចាស់ទៅទៀតគឺថាដាច់ក្បាលបានជាយើងត្រូវការជួយគ្នាតាមរយៈប្រាប់ពីសេចក្តីពិតដោយស្មោះត្រង់គឺមានពាក្យមួយណាមុននឹងយើងចង់បន្ទោសមួយសូមឲ្យយើងបាននិយាយពីចំណុចល្អរបស់គាត់ឲ្យបាន3ឬ4តើយើងរកឃើញទេចំណុចល្អរបស់អ្នកហើយយើងលើកពីចំណុចល្អ3 4ហើយយើងជួយចំណុចមួយខ្ញុំដល់ឃើញចំណុចមួយដែលខ្ញុំចង់ប្រាប់ណាបើសិនជាការនោះគិតថាវាមិនត្រឹមត្រូវសូមបោះចោលចោលប៉ុន្តែខ្ញុំគ្រាន់តែចង់និយាយប្រាប់អត់ដឹងណាប៉ុន្តែយើងឃើញថាបើសិនជាយើងបាននិយាយអំពី2 3ចំណុចល្អមុនគួរឲ្យយើងមានចំណេះម្ដងចិត្តស្និទ្ធគ្នារួចហើយដល់ពេលយើងប្រាប់ពីចំណុចមួយដែលយើងចង់ជួយកែនោះគេនឹងទទួលយក
ប៉ុន្តែបើសិនជាគេអត់ចង់ទទួលយកទៅយើងសុំទោសពីព្រោះពេលខ្លះពេលវេលាមនុស្សមានពេលយើងនិយាយចំពេលដែលគេកំពុងក្តៅក្រហាយនេះគេអត់ទទួលទេមែនអត់បាទដូច្នេះបានជាតែយើងគួរនិយាយពេលណាយើងត្រូវតែថ្លឹងថ្លែងប្រើប្រាស់ពេលវេលាបានសមស្របដូច្នេះយើងគិតអំពីយើងការស្អាតរូបកាយតាមរយៈការបង្រៀននៅក្នុងកម្មវិធីអេពីសូតនេះទី1យើងឃើញថាតើមានអំណោយទានអ្វីខ្លះណាខាងការបង្រៀនការអธิบายបាទហើយតើយើងធ្លាប់ប្រើប្រាស់អំណោយទាននេះក្នុងគូជំនុំទេណាការស្អាតរូបកាយតាមរយៈសេចក្តីស្រឡាញ់ការនិយាយស្ដីក្នុងសេចក្តីស្រឡាញ់ការថ្វាយតង្វាយឬការឲ្យក្នុងសេចក្តីស្រឡាញ់ការដាស់តឿនកម្លាំងចិត្តក្នុងសេចក្តីស្រឡាញ់បាទអ្នកខ្លះនិយាយមកក្នុងសេចក្តីស្រឡាញ់ប៉ុន្តែទទួលយកមិនបានទេបាទគំរោះគំរើយទៅពោះបោះបោបាទអ្នកចង់និយាយហ្នឹងគឺស្រឡាញ់ហើយបាននិយាយអាចអីហ្នឹងហើយបាទដូច្នេះពាក្យទៅពោះបោះបោយើងតើមានន័យថាស្រឡាញ់ទេដូច្នេះបានជាអស់លោកអ្នកបងប្អូនអើយយើងម្នាក់ម្នាក់យើងតែងតែចំពោះណាអំពើបាបបានជាគម្ពីរបានប្រាប់ថាមុននឹងយើងកែអ្នកដទៃសូមឲ្យយើងប្រយ័ត្នខ្លួនយើងខ្លួនសិនដែរគេយកយើងផ្លាត់ធ្វើបាបដូច្នេះធ្វើឲ្យការដែលយើងស្អាងរូបកាយរបស់ព្រះគ្រីស្ទឡើងគឺតាមរយៈសេចក្តីស្រឡាញ់សំខាន់ណាស់ហើយចូលយើងបានធ្វើអ្វីដែលយើងអាចនឹងធ្វើបានសម្រាប់ព្រះគ្រីស្ទបើសិនជាយើងជួយកែមើលទៅអត់ហើយយើងមិនចំមិនត្រូវទេទេយើងត្រូវដកពាក្យវិញទៀតណាដកពាក្យវិញទៀតដើម្បីកុំឲ្យប្រតិកម្មឡើងនាំឲ្យមានបញ្ហាផ្សេងទៀតអញ្ចឹងយើងដកពាក្យភ្លាមហើយសុំទោសបាទបានជាយើងត្រូវតែសុភាពរៀបសារក្នុងការដែលយើងចង់ជួយកែណាមួយដូច្នេះថ្ងៃនេះយើងរៀនអំពីការអ្វីដែលយើងអាចធ្វើបានដូចជាស្ត្រីម្នាក់ដែលគាត់បានយកព្រេងដ៏មានតម្លៃយកមកចាក់ស្រោចលើព្រះសិររបស់ព្រះយេស៊ូវអត់មានអ្នកណាបង្ខំគាត់ទេប៉ុន្តែគាត់ធ្វើដោយស្ម័គ្រចិត្តចឹងបើសិនជាយើងអាចនឹងធ្វើបានតាមរយៈការដែលយើងបង្ហាញពីសេចក្តីស្រឡាញ់និយាយពាក្យល្អៗដល់កូនព្រះទៀតផ្សេងទៀតណានេះជាគំរូដែលយើងរៀននៅថ្ងៃនេះតាមពិតព្រេងដែលស្ត្រីនោះបានរៀបលើព្រះសិររបស់ព្រះយេស៊ូវមានតម្លៃហើយពិតមែនហើយពាក្យដែលយើងបង្ហាញពីសេចក្តីស្រឡាញ់ដោយអាណិតអាសូរដោយយកចិត្តទុកដាក់នោះហើយជាព្រេងយ៉ាងល្អពិសេសសម្រាប់ជួយអ្នកដែលយើងបានប្រាប់នឹងឲ្យគាត់បានរីករាយដែរមានក្លិនក្រអូបឈ្ងុយដែរហើយមិនត្រូវយើងទៅពោះបោះបោណាបាទពីព្រោះការដែលទៅពោះបោះបោនេះវានាំឲ្យរំខានដល់ចិត្តខ្លួនយើងផងហើយនឹងប៉ះពាល់ដល់អ្នកដែលយើងផងដែរដូច្នេះយើងអាចធ្វើអ្វីដែលយើងអាចធ្វើបានយើងត្រូវគិតពីដំបូងយើងត្រូវស្អាងសេចក្តីជំនឿរបស់យើងដែរបន្ទាប់មកយើងស្អាងសេចក្តីជំនឿរបស់អ្នកដទៃហើយក្រោយទាំងអស់យើងស្អាងសេចក្តីស្រឡាញ់ដល់ពួកជំនុំរបស់ព្រះអង្គដើម្បីឲ្យគ្រប់គ្នាបានរីកចម្រើនឡើងក្នុងការដែលស្គាល់ព្រះគ្រីស្ទនេះតាមរយៈរូបមន្តសេចក្តីស្រឡាញ់អត់ទោសឲ្យគ្នាទៅវិញទៅមកបាទសូមជំនុំចិត្តដើម្បីអធិដ្ឋានជាមួយខ្ញុំប្រមូលដែរសូម
ប្រមេតាប្រតិបត្តិព្រះបន្ទូលរបស់អង្គនៅក្នុងអត្ថន័យចំណងជើងមេរៀនថ្ងៃនេះគឺចូលធ្វើអ្វីដែលអាចធ្វើបានទូព្រះអង្គទាំងអស់គ្នាបានឃើញពីគំរូរបស់ស្ត្រីម្នាក់ដែលគាត់បានថ្វាយព្រេងដល់ថ្លៃពិសេសដល់គ្រូហើយក៏មានមនុស្សផ្សេងទៀតជិនស្អន់ក្នុងការដែលនិយាយក្នុងចិត្តថានាងជាជាប៉ុន្តែព្រះអង្គបានមានបន្ទូលអំពីការសម្រេចចិត្តយ៉ាងល្អដូចជាស្ត្រីនោះហើយព្រះអង្គបានមានបន្ទូលថាគេនឹងដំណើរពីនាងរហូតពិតមែនហើយជាង 2000 ឆ្នាំហើយរឿងនេះនៅតែថ្មីមកដល់ចិត្តគំនិតយើងខ្ញុំម្នាក់សូមឲ្យទូព្រះគុំម្នាក់បានចេះលើកសរសើរមើលឃើញចំណុចពិសេសចំណុចល្អអ្នកដទៃហើយសូមជួយទូព្រះគុំម្នាក់បានបង្ហាញពីសេចក្តីស្រឡាញ់ហើយនឹងរស់នៅធ្វើជាពន្លឺសម្រាប់ដល់លោកឯនេះទាំងមូលផងដែរហើយសូមឲ្យព្រះបន្ទូលរបស់ព្រះអង្គថ្ងៃនេះបានជួយទូព្រះគុំទាំងអស់គ្នាបានយល់បំណងរបស់ទេរបស់ព្រះអង្គដែលព្រះអង្គបានមានបន្ទូលថាចូលធ្វើអ្វីដែលអាចធ្វើបានតាមអំណោយទានដែលអ្នករាប់ពីមានអបគុណព្រះគុណទូលថ្វាយក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនÔng công ty được lôi này lôi được từng hai đại thành tiệp ở bộ phim học sinh đàn